វាជាសញ្ញាមួយដែលបង្ហាញឲ្យយើងមានទំនុកចិត្តមានភាពក្លាហានហ៊ានធ្វើហ៊ានចែករំលែកអារម្មណ៍នៅពេលដែលយើងកំពុងតែធ្វើហ្នឹងទោះបីជាយើងធ្វើភ្លាមៗក៏ដោយអត់ជាបញ្ហាក៏ប៉ុន្តែសូមត្រូវចងចាំនៅគោលការណ៍ខ្លួនឯងគោលបំណងចម្បងនៅក្នុងការរចនាដែលគេហៅថាគោលការណ៍ក្នុងការរចនាមានអីខ្លះយើងចាំតែប៉ុណ្្នឹងទៅបានហ្នឹងហើយអញ្ចឹងជាទូទៅគំនិតអ្នក design គាត់ប្រកាសជាមានគេហៅថាគោលការណ៍របស់គាត់ដែរគ្រប់គ្នាទាំងអស់គឺតែមានគោលការណ៍ក៏ប៉ុន្តែគោលការណ៍ហ្នឹងគឺអាចនឹងខុសៗគ្នាអត់ដូចគ្នាទេអញ្ចឹងណាសួស្តីស្វាគមន៍មកកាន់ Record Podcast អេពីសូតទី6ពេលខ្លះការរចនាភ្លាមៗក៏ល្អតើមានអ្នកផលិតមាតិកាប្រមាណអ្នកជាពិសេសអ្នក design ដែលធ្វើការរចនាភ្លាមមិនបានមានការគ្រោងទុកនៅក្នុងពិភពនៅក្នុងការរចនាយើងតែងតែដឹងក៏ដូចជាស្វែងរកភាពឥតខ្ចោះអាចថា perfect ណាតាមអ្វីដែលយើងបានរៀបចំគម្រោងហើយយើងមានផែនការក៏ដូចជាយើងចំណាយពេលច្រើនដែលយើងប្រើកំណត់ការគិតជាពិសេសយើងទៅស្រាវជ្រាវនៅលើ Pinterest ដើម្បីយើងយកមក design ហើយយើងមើលគំរូផ្សេងមើល idea ផ្សេងចេញពី Behance ឬក៏នៅលើ template ដែលយើងអាចទៅ check នៅក្នុង free pick ហ្នឹងហើយនៅក្នុងការ design ទោះជាយ៉ាងណាក៏ដោយការ design ភ្លាមឬការបង្កើតចេញពីអ្វីដែលយើងកំពុងតែនៅស្ថានភាពបច្ចុប្បន្នយើងអាចកលេចឆ្វេងកលេចស្ដាំហើយយើងអាចរចនាអញ្ចឹងណាហើយទៅលើការដែលយើងរចនាហ្នឹងគឺយើងមិនបានត្រៀមខ្លួនថាគេថានៅក្នុងការធ្វើឯងគឺយើងគេថាគ្រាន់តែមេដាក់ឲ្យការងារហ្នឹងឬក៏យើងនឹកថាអូចង់ design ចេះយើងមកអង្គុយ design យកមកហ្នឹងហើយនៅក្នុងការ design ហ្នឹងអាចមានថាយើងអាចបានត្រៀមខ្លួនយូរហើយវាអាចឲ្យយើងបង្ហាញនៅស្នាដៃប្លែកស្នាដៃមិនធម្មតានឹងការច្នៃប្រឌិតខ្ពស់ហ្នឹងហើយសម្រាប់អ្នក design មួយចំនួនតូចដែរហើយពេលខ្លះក៏គាត់រចនាភ្លាមៗកើតចេញពីបញ្ហាមួយហើយនឹងនឹកឃើញអីមួយឧទាហរណ៍ថាអ្នកខ្លះកំពុងតែ design នឹកឃើញថាអូបញ្ហាជាមួយ client ចេះនឹកឃើញ design ភ្លាមហ្មងអញ្ចឹងណាឬក៏គាត់ធ្លាប់ជួប client ច្រើនក៏ប៉ុន្តែគាត់ធ្លាប់ជួបជាមួយ client មួយហើយមានការប្រើប្រាស់ពាក្យសម្ដីដែលគេថាfeedback គ្នាអញ្ចឹងគាត់នឹកឃើញអាហ្នឹងគាត់ចាប់ផ្ដើមអង្គុយធ្វើ design ឲ្យ client មួយដែលមានវិស័យដូចគ្នាហ្នឹងអញ្ចឹងតកតងទៅនឹងទៅលើការដែលយើង design ភ្លាមខ្ញុំជឿថាមានអ្នកខ្លះក៏ design ភ្លាមហើយស្អាតដែរហើយអ្នកខ្លះគឺអត់ស្អាតដែរក៏ប៉ុន្តែខ្ញុំសូមលើកនៅគុណវិបត្តិហើយនិងគុណសម្បត្តិនៅពេលដែលយើងdesign ភ្លាមអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែស្ដាប់នេះបងប្អូនណាខ្លះដែលមិនទាន់បានចុច Subscribe Channel YouTube របស់ខ្ញុំបើសិនជាពេញចិត្តជួយចុច Subscribe ហើយអាចចុចរូបកណ្ដឹងទៅដើម្បីតាមដាននៅការថា record podcast ក៏ដូចជាសំឡេងដែលខ្ញុំបាន record ហើយ upload ចូល YouTube បាទអរគុណសម្រាប់ការចុច Subscribe អញ្ចឹងខ្ញុំសូមចូលសុំគុណវិបត្តិមុនចុះអញ្ចឹងនៅពេលដែលយើង design ភ្លាមរចនាភ្លាមគុណវិបត្តិរបស់វាទី1ដោយសារតែយើងខ្វះការរៀបចំនៅគម្រោងអញ្ចឹងវាអាចនាំឲ្យមានបញ្ហាខ្លះគឺបញ្ហាទៅដល់ brand identity របស់យើងហើយតកតងទៅនឹងការគ្រប់គ្រងគេបងប្អូនគឺគ្រប់គ្រង style consistency អីគេបងប្អូនគឺតកតងទៅនឹង style consistency style consistency គឺពាក់ព័ន្ធជាមួយនឹងការថាភាពជាប់លាប់នៅក្នុងគំរូឬក៏ទម្រង់ដែលយើងធ្វើហ្នឹងឧទាហរណ៍ថានៅក្នុង branding យើងមិនមានប្រភេទ code color ឬក៏ទម្រង់ក្នុងការ design វាមានគំរូស្រាប់យើង design ទៅតាមហ្នឹងតែបើយើង design ភ្លាមវាខ្លះយើងអត់បានគិតអាហ្នឹងទេហើយបើសិនជាអត់មានគំរូហ្នឹងគឺអត់មានទេអញ្ចឹងណាអាហ្នឹងគឺគុណវិបត្តិមួយទៀតគឺអត្តពលទៅលើ quality យើង design ភ្លាមវាខ្លះអត់សូវបានគិត quality បានចេះដាក់សិនហ្នឹងហើយឧទាហរណ៍ថា client គាត់តម្រូវយក poster ហ្នឹងគឺប្រភេទរាងស្វែ
1920 គុណនឹង1920លក្ខណៈរាងការ៉េដល់ពេលយើងយកតែ1000ទេឬក៏18ដែរអញ្ចឹងទៅលើទំហំខុសគឺខុសបាត់ហើយអញ្ចឹងណាអញ្ចឹងការរចនាភ្លាមខ្លះក៏វាមិនបានគិតអំពីគុណភាពទេហើយបើសិនជាយើងគ្មានបច្ចេកទេសក្នុងការធ្វើគ្រប់គ្រាន់ទៀតគឺរឹតតែមានបញ្ហាហើយសម្រាប់ចំណុចទី3នៅក្នុងគុណវិបត្តិហ្នឹងគឺពាក់ព័ន្ធជាមួយនឹង message ច្រឡំ message មិនជាទូទៅនៅក្នុងការ design គឺយើងតែងតែ design គឺយើងគិតថាតើ design នឹងដើម្បីអីក្នុងគោលបំណងអីហើយអ្នកដែលគាត់មើល poster របស់យើង advertise យើងណាវាមានប្រកប message ក្នុងហ្នឹងអត់ប្រកបសារខ្លឹមសារក្នុងហ្នឹងអត់អញ្ចឹងពេលខ្លះការរចនាគឺយើងប្រកាសចិត្តថាយើងធ្វើគឺមានជាសារនៅក្នុងហ្នឹងតែបើសិនជាសិននៅក្នុងគុណវិបត្តិវិញណាគឺมันមានភាពច្បាស់លាស់នៅក្នុងការដាក់បញ្ចូលសារឬមិនសមជាមួយនឹងអាជីវកម្មដែលយើងកំពុងតែធ្វើ business branding ដែលយើងកំពុងតែធ្វើហ្នឹងទេអញ្ចឹងនេះគុណវិបត្តិហើយគុណវិបត្តិចុងក្រោយហ្នឹងគឺពិបាកកែប្រែពិបាកមិនបើសិនបើយើងបានចែកចាយទៅហើយទៅលើ content ដែលយើងធ្វើហ្នឹងគឺពិបាកក្នុងការកែប្រែហើយពេលខ្លះការដែលយើងយកមកកែគឺអាចប៉ះពាល់ទៅដល់ការទទួលស្គាល់ផ្សេងទៀតអាហ្នឹងបើសិនយើង design ភ្លាមទៅលើចំណុចហ្នឹងដូចជាពិសេសគឺអ្នកដែល design បញ្ញាប់លឿនឧទាហរណ៍ថាមេថាសុំ design នឹងលឿនហ្នឹងហើយចេះមកគឺបានគូសប្លង់គូសគំរូស្អីមុនទេគឺមក design ដាក់យកចាប់ដាក់ហ្នឹងហើយបងប្អូនតែងតែលឺហើយមេdesign ប៉ុណ្ណឹងចាប់ដាក់ទៅហ្នឹងហើយចាប់អក្សរដាក់រូបចាប់អក្សរដាក់រូបទៅស្អាតទេណែអញ្ចឹងណាតែបើសិនជាអ្នក design ដែលគិតអំពីគុណសម្បត្តិវិញគឺមិនទេអត់មានអញ្ចឹងទេណាបងប្អូនតោះយើងទៅមើលអំពីគុណសម្បត្តិនៅពេលដែលយើងdesign ណាអញ្ចឹងគុណសម្បត្តិហ្នឹងនៅពេលដែលយើងមិនធ្វើភ្លាមណាហ្នឹងហើយឬក៏គេថាយើងធ្វើភ្លាមមិនគុណវិបត្តិនៅពេលដែលយើងធ្វើភ្លាមអានេះគុណសម្បត្តិហ្នឹងហើយនេះចំណុចល្អរបស់វាទីមួយគឺចេញពីបេះដូងអញ្ចឹងនៅពេលយើង design ភ្លាមគឺរចនាដូចចេញពីចិត្តរបស់យើងពិតប្រាកដតែម្ដងហើយដែលនាំឲ្យអីដែលយើងធ្វើហ្នឹងគេថាបង្កើតអ្វីមួយដ៏ល្អដែលបង្ហាញពីអារម្មណ៍មួយដែលគេថាពិតប្រាកដនិងគេថាអារម្មណ៍យើងដែលគេថាដូចអារម្មណ៍ស្មោះត្រង់អញ្ចឹងអារម្មណ៍ពិសេសរបស់យើងមួយហ្នឹងបងប្អូនធ្លាប់បែបហ្នឹងនៅពេលដែលយើង design អីថ្មីមួយអញ្ចឹងហើយនៅក្នុងគុណសម្បត្តិមួយទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការច្នៃប្រឌិតជាទូទៅនៅពេលដែលបងប្អូនទាំងអស់គ្នា design ភ្លាមពេលខ្លះគូក្បាលបងប្អូនគឺរៀងផ្លិចមកហើយច្នៃប្រឌិតខ្ពស់ពេលខ្លះយើងគ្រាន់តែងាកឆ្វេងងាកស្ដាំទៅមើលរបស់របរនៅលើតុរបស់យើងគឺយើងអាច create ចេញអីថ្មីអញ្ចឹងពេលខ្លះនៅពេលដែលយើងធ្វើភ្លាមការច្នៃប្រឌិតខ្ពស់ហ្នឹងគឺគ្មានសម្ពាធហើយអ្នកគ្មានសម្ពាធឬក៏គ្មានលក្ខខណ្ឌណាមួយដែលគេកំណត់ទី1 2 3ឬក៏តម្រូវការដែលមេដាក់ឲ្យទេហើយអ្នកខ្លះអាចលេងគេថា style អក្សរ style shape style រូប style គេថាស្រមោលផ្សេងបំលែងបានទៅផ្លែកដោយសេរីអត់មានគេថាការកំណត់នៃ brand identity ទេហ្នឹងអាហ្នឹងនៅពេលដែលយើងគេថារចនាភ្លាមហ្នឹងសម្រាប់គុណសម្បត្តិអញ្ចឹងណាហើយមួយទៀតគឺសន្សំពេលអញ្ចឹងនៅពេលដែលគុណសម្បត្តិគឺសន្សំពេលមិនបើសិនជាយើង design ភ្លាមពេលខ្លះគុណសម្បត្តិវាគឺសន្សំពេលមែនបងប្អូនក្នុងករណីដែលយើងគេថាមិនមែន design ភ្លាមយើងមានកម្រងគឺយើងត្រូវប្រើពេលវេលាដើម្បីរៀបចំតែបើយើងdesign ភ្លាមគឺគេគ្មានពេលក្នុងការទៅអង្គុយគូសវាលើកដាមុននេះគឺ design យកក្នុងកម្មវិធីហ្មងហើយយើងសម្រេចចិត្តអំពីអ្វីយើងធ្វើនឹងភ្លាមទៀតដែលអង់គ្លេសគេហៅថា design it's now ហ្នឹងហើយអញ្ចឹងអានឹងតកតងទៅនឹងការ design អូខេអញ្ចឹងសម្រាប់គុណសម្បត្តិចំណុចទី4ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងគេថាយើងធ្វើលឿននឹងឯងធ្វើលឿនហើយឆាប់ទទួលបាន feedback ពី manager របស់យើងហើយនៅក្នុងនោះអាចនិយាយថាយើងអាចផុសឬក៏ publishing
ពេលនឹងបានឬក៏ពេលណាបាននឹងមេគាត់សម្រេចភ្លាមៗហ្នឹងហើយទទួលចេញពីអ្នកដែលបានមើលហ្នឹងជាពិសេសmanager របស់យើងឬក៏ client របស់យើងហ្នឹងលឿនអាហ្នឹងអាចនិយាយថាឆ្លើយតបលឿនដែរអូខេនេះតកតងទៅនឹងគុណសម្បត្តិទេអញ្ចឹងសម្រាប់ខ្ញុំដូចជាមានប៉ុណ្្នឹងទេក៏ប៉ុន្តែខ្ញុំមានជាសារផ្ដាំផ្សាខ្លះទៅកាន់អ្នកដែលចូលចិត្តរចនាព្រាមៗអញ្ចឹងអ្នករចនាគឺជាអ្នកបង្កើតអ្នកច្នៃប្រឌិតអីដែលថ្មីហើយទៅលើការរចនាព្រាមមិនមែនជាការបង្ហាញអំពីការភាពមិនប៉ិនភាពមិនប្រុងប្រយ័ត្នរបស់យើងទេក៏ប៉ុន្តែវាជាសញ្ញាមួយដែលបង្ហាញឲ្យយើងមានទំនុកចិត្តមានភាពក្លាហានហ៊ានធ្វើហ៊ានចែករំលែកអារម្មណ៍នៅពេលដែលយើងកំពុងតែធ្វើហ្នឹងទោះបីជាយើងធ្វើភ្លាមក៏ដោយអត់ជាបញ្ហាក៏ប៉ុន្តែសូមត្រូវចងចាំនៅគោលការណ៍ខ្លួនឯងគោលបំណងចម្បងនៅក្នុងការរចនាដែលគេហៅថាគោលការណ៍ក្នុងការរចនាមានអីខ្លះយើងចាំតែប៉ុណ្្នឹងទៅបានហើយហ្នឹងហើយអញ្ចឹងជាទូទៅគំនិតអ្នក design គាត់ប្រកាសជាមានគេហៅថាគោលការណ៍របស់គាត់ដែរគ្រប់គ្នាទាំងអស់គឺតែមានគោលការណ៍ក៏ប៉ុន្តែគោលការណ៍ហ្នឹងគឺអាចនឹងខុសគ្នាអត់ដូចគ្នាទេអញ្ចឹងណាបើគោលការណ៍របស់ខ្ញុំនៅពេលខ្ញុំ design ណាបងប្អូនគឺខ្ញុំមើលទៅលើ logo ហ្នឹង brand identity ហ្នឹងគាត់ design មកហើយបើសិនជា branding ហ្នឹងអត់មាន brand guideline ខ្ញុំទេគឺខ្ញុំរៀបឲ្យមកអាហ្នឹងពាក់ព័ន្ធជាមួយ brand guideline អញ្ចឹងខ្ញុំរៀបឲ្យ logo ដាក់លើដាក់ក្រោមដាក់ឆ្វេងដាក់ស្ដាំដាក់មិនហើយ design poster design leaflet banner ហើយ brochure ខ្ញុំរៀបឲ្យអាហ្នឹងពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ខ្ញុំធ្វើអូខេអញ្ចឹងនៅក្នុងអេពីសូតទី6នេះពេលខ្លះការរចនាព្រាមក៏ល្អគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅអេពីសូតទី7ខ្ញុំនឹងធ្វើការ compare ប្រៀបធៀបនៅពេលដែលខ្ញុំផលិតវីដេអូក៏ដូចជាផលិតជារូបភាពតើខ្ញុំប្រើកាមេរ៉ាហើយនឹងគេហៅថាទូរស័ព្ទដៃហ្នឹងវាមានលក្ខណៈបែបណាហើយគុណភាពបែបម៉េចខ្ញុំនឹងចែករំលែកបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយបើសិនជាបងប្អូនដែលមានទូរស័ព្ទអត់មានកាមេរ៉ាតើគួរតែប្រើម៉េចហើយមានកាមេរ៉ាមានទូរស័ព្ទគួរតែប្រើម៉េចហើយគួរតែភ្ជាប់ជាមួយកម្មវិធីអីខ្លះអូខេអញ្ចឹងចាំជួបគ្នានៅអេពីសូតទី6អេពីសូតទី7នៅថ្ងៃបន្ទាប់បាទអរគុណហើយសូមបញ្ជាក់ម្ដងទៀតបងប្អូនដែលមិនទាន់ចុច Subscribe Channel YouTube របស់ខ្ញុំសូមចុច Subscribe បានមួយនិងចុចរូបកណ្ដឹងបាទអរគុណជួបគ្នានៅអេពីសូតទី7បាទ